ចាស់ហាងដែលលក់ទូរស័ព្ទឲ្យជាបរិយាអង្គតតាមផ្លូវច្បាប់អាចនាំមកកាត់ទោសឲ្យចាប់មកគុកបានហេតុអីមិនមែនជាប់គុកដោយសារជាបរិយាអង្គតទេតែជាប់គុកដោយសារជាការប្រព្រឹត្តបទល្មើស scam online ហេតុអីបានខ្ញុំអាចវិតម្លៃនៅដាក់ការសន្និដ្ឋានបែបនេះបងប្អូនប្រហែលជាល្បី page តែឈ្មោះថា Mr. 8 Gaming ដែលហាងទូរស័ព្ទមួយនោះកំពុងតែលក់ទៅអស់ប៉ុន្តែហាងទូរស័ព្ទមួយនេះមាន page ចំនួនយ៉ាងតិច4ទៀតណាដូចជា MP Store TT Store KP Shop និង KA Shop ដែលប្រើលេខទូរស័ព្ទសម្រាប់វេលុយតែមួយដូចគ្នាប៉ុន្តែចំណុចសំខាន់ page មួយនេះកំពុងតែធ្វើការផ្សព្វផ្សាយលក់នៅផលិតផលឆបោកយ៉ាងម៉េចផលិតផល iPhone 16 15 14 13ជាផលិតផលរបស់ប្រទេសជប៉ុនខ្ញុំលើកតា iPhone 16 Pro Max មួយចាស់តម្លៃ$130នេះជាតម្លៃនៃការលក់មិនប្រក្រតីសូមឲ្យមន្ត្រីគួយត្រូវតែចាប់ឲ្យធ្វើការស៊ើបអង្កេតឲ្យបានថាពិតជាផលិតផលផលិតនៅប្រទេសជប៉ុនមែនអត់ដែរហាងទូរស័ព្ទមួយនឹងកំពុងតែផ្សព្វផ្សាយលក់ហ្នឹងហើយមានការបងពុនត្រឹមត្រូវអត់បើមិនមែនជាផលិតផលរបស់ប្រទេសជប៉ុនហើយលក់តម្លៃខុសធម្មតាបែបនេះវាជាការផ្សព្វផ្សាយឆបោកតាមប្រព័ន្ធអនឡាញហើយក្រុមនេះមិនមែនមានតែម្នាក់ទេបើអាចកាន់ភ័យរហូតដល់5 6ប៉ុណ្ណេះហើយក្រុមនេះគឺមានជាក្រុមជាប្រព័ន្ធតែម្ដងហើយមិនមែនករណីនេះអាចនឹងករណីទី1ព្រោះហ៊ានជេរនៅពេលដែលអតិថិជនទិញផលិតផលអត់គុណភាពផ្ញើមកវិញទី1ចង់ស៊ីដាច់ទាំងទូរស័ព្ទហើយចង់ស៊ីដាច់ទាំងលុយតាមសារនៃការជិះឆ្លងឆ្លងអញ្ចឹងរឿងនេះមិនមែនជាធម្មតាគឺជាបទល្មើស scam online តែម្ដងអញ្ចឹងត្រូវតែបើកការស៊ើបអង្កេតឲ្យមកចាប់ឲ្យអុកក្រុមនេះចូលមកស្រាយបំភ្លឺនៅចំពោះមុខច្បាប់មិននិយាយដល់រឿងការជេរប្រមាថអីផ្សេងគ្រាន់តែបទល្មើសប៉ុណ្ណេះអាចជាប់គុកបានមួយទៀតចុះបើអាយចង់ការពីឲ្យរត់ចោលបងវិញនៅក្រោមតុឲ្យជនល្មើសទាំងអស់នេះជួយប្រជាជនកំពុងតែមានភាពក្តៅក្រហាយនឹងទៅចាប់ឯងចូលទៅហ៊ានមែនឬមួយក៏ឯងចង់បាត់ត្រូវតែចាត់វិធានការហើយសូមឲ្យថ្នាក់លើកុំប្រកេតទៅត្រូវតែធ្វើវិធានការឲ្យបានក្តៅនិងឲ្យបានលឿនបំផុតកុំឲ្យមានការរួចខ្លួននៅសោះចំពោះបុគ្គលបែប